ដូចដេចបានជាទឹកនេះប្រៃដូចជាទឹកសមុទ្រយ៉ាងដូចនេះលាអូនក្រាបទូម្ចាស់បងពេលដែលម្ចាស់អូនទៅដងទឹកស្រាប់តែឮសំឡេងយំឮសូរហ៊ូហ៊ូម្ចាស់អូនមិនគិតយូរក៏ដងទឹកហូរនោះមកម្ដងទៅណាក្រាបទូលណែណុយប្អូនហើយបើដូច្នេះប្អូនឆាប់នាំបងទៅមើលណាម្ចាស់ប្អូនក្រាបទូម្ចាស់បងសូមស្ដេចយាងក្រាបទូលលែងពីព្រះនរាយរាមាសែនឆ្ងល់ណាស់អង្គម្ចាស់ពុំឃើញអ្វីសោះណាពេលនោះក្រឡេកទៅស្រាប់តែឃើញស្វាអង្គុយសែនសោយសោកាព្រះអង្គម្ចាស់ក៏មានតម្រាស់ត្រាស់ថាណែបាអង្គស្វាហេតុអ្វីបានជាមកទួញសោកាយ៉ាងនេះតើមានរឿងអ្វីទៅអង្គស្វាសូមមនុស្សសាឯងកុំចង់ដឹងអីទោះស្រដីក៏ព្រះអង្គគ្មានអីជួយយើងបានដែរដូច្នេះមានតែព្រះអង្គយាងទៅវិញទៅក្រាទូលទេណែមនីស្ដេចស្វាឃើញមនីមានទុកយ៉ាងនេះមានរឿងអ្វីនិយាយមកចោះយើងប្រកាសជាអាចជួយឯងបានណាមនីស្ដេចស្វាបានទូលព្រះបង្គំព្រមប្រាប់សិនចោះណាទោះបើមានត្រូវខុសសូមសន្តោសដល់ទូលព្រះបង្គំផងក្រាទូលឆាប់និយាយមកចុះមនីស្ដេចស្វាក្រាបទូលព្រះអង្គម្ចាស់បងទូលព្រះបង្គំបានបណ្ដេញទូលព្រះបង្គំចេញពីនគរហើយក្រាបទូលដោយចោទទូលព្រះបង្គំថាចង់ដណ្ដើមនគរទូលព្រះបង្គំថាសម្រាប់ទ្រូងទៀតក្រាបទូលពេលដែលទ្រូងចេញទៅច្បាំងនឹងទួលភីនៅក្នុងរូងភ្នំទូលព្រះបង្គំឃើញឈាមនោះក្រហមស្មាតតែឈាមទ្រូងទើបទូលព្រះបង្គំយកដុំថ្មទៅបាំងនៅទៅក្រាទូលមិនអីទេមនីស្ដេចស្វាសុគ្រីតហើយយើងជួយអ្នកឯងតែអ្នកឯងត្រូវតែចេញទៅច្បាំងជាមួយនឹងពីលីឲ្យវាចេញមកក្រៅហើយយើងនឹងសម្លាប់វាតែម្ដងណាស្ដេចស្វាសុគ្រីតក្រាបទូលព្រះអង្គទូលព្រះបង្គំអរព្រះគុណណាស់តែបើសម្លាប់ពីលីបានទូលព្រះបង្គំសូមថ្វាយនគរតែម្ដងក្រាបទូលដូចនេះទូលព្រះបង្គំសូមក្រាបថ្វាយបង្គំលាសិនហើយក្រាបទូល